ក្រោកពីដេកភ្លាមអត់ទាន់ដឹងទៅត្រូវទៅណាទេអង្គុយរនឹកសិនតើមានសន្យាអីខ្លះទើបតែនឹកឃើញថាត្រូវទៅហាងមកទឹកឥឡូវរៀបចំខ្លួនឲ្យបានស្អាតដើម្បីទៅហាងមកទឹកខ្លាចជួបស្រីស្អាតគេថាយើងប្រុសមុខអាក្រក់តែពាក្យនេះនិយាយបានតែក្នុង Facebook ទេតែប្រពន្ធខ្ញុំឮប្រពន្ធខ្ញុំរករឿងខ្ញុំមិនខានអូខេឥឡូវនឹងដោះមុខឲ្យបានស្អាតសិនមើលមុខខ្លួនឯងស្អាតហើយឬនៅមើលទៅដូចជាអូខេហើយប៉ុណ្ណេះប្រពន្ធខ្ញុំលេងខ្មាស់គេហើយលាបសារ៉ូមលាបម្សៅដែលប្រពន្ធខ្ញុំបានផ្ញើមកឲ្យកាលពីខែមុនតែឥឡូវចិត្តអស់ទៀតហើយសុំប្រពន្ធងូចប្រពន្ធថាចាំបើកលុយសានឥឡូវលាបចិត្តស្អាតហើយអូស្អាតឥឡូវហ្នឹងលាបមុខរួចភ្លាមមើលទៅសក់រីស្ពីងសំពងសម្បើមណាស់ឥឡូវហ្នឹងសិតសក់ឲ្យស្អាតស្លៀកពាក់ឲ្យស្អាតដើម្បីកុំឲ្យប្រពន្ធខ្ញុំខ្វះគេបន្ទាប់ពីស្លៀកពាក់រួចចេញមកក្រៅដើម្បីយកស្បែកជើងពាក់តែដើរជើងទៅទេគេថាយើងឈួតអូចេញយាយហើយមានអីគេចាប់ចេញមកហៅបងណាបងបងអើយបងតោះទៅហាងមកទឹកបងអូបងក៏ថាអូខេហើយចាំមកផ្លែតអញ្ចឹងខ្ញុំក៏ទៅចាំនៅនឹងក្រោមកុំឲ្យវារងាពេកចូលក្នុងដាក់ម៉ាស៊ីនកម្ដៅឲ្យវាស្រួលខ្លួនព្រោះវាតិចហើយចេញមកយកកង់ដើម្បីធ្វើដំណើរចេញទៅហាងមកទឹកទីនោះសម្បូរណាស់របស់មកទឹកអីក៏មានដែរអូចេញយាយហើយតែឲ្យបោកមកឥឡូវដើរទៅតាមផ្លូវឆ្លៀតថតវិញប៉ុសមកដល់ឃើញឡានស្អាតថតឡានសណយឡាននេះគឺអែមែនតែនស្រុកយើងកម្រណាស់ឡានបែបនេះហើយក៏ស្រីងាកមកក្រោយខ្នងបងហៅថាអូនឯងយកទឹកអីផឹកហើយបន្ទាប់មកផឹកទឹករួចក៏ចូលទៅហាងមកទឹកដើម្បីរើសអីវ៉ាន់ល្អតែមើលទៅមានតែសម្បូរតែរបស់ក្មេងលេងនិងរបស់តាំងរបស់ចាស់ជនជាតិជប៉ុនហើយក៏ឡើងមកលើមានស្បែកជើងមានខោអាវស្អាតតែលើកនេះខ្ញុំចាប់អារម្មណ៍លើស្បែកជើងពីរនេះស្អាតមែនទែនតែក៏មើលតម្លៃវាមួយនេះទិញអង្គបាន10គីឡូអូបងក៏គាត់ពាក់មួកយ៉ាងសង្ហាគាត់ឡើងសាក់ហើយពេលចុះមកក្រោមក៏ឃើញបងប្រុសយ៉ាងសង្ហាសួរនាំគាត់ថាបងមកពីណាទើបមកជួបគ្នានៅហាងមកទឹកបន្ទាប់ពីរើសអីវ៉ាន់ឡើងមិនឆ្អែតឥឡូវហ្នឹងមានតែជិះកង់មកផ្ទះវិញទេរកអីវ៉ាន់អីអត់មានសោះស្រីស្អាតក៏គ្មានដែរ